ចាជំរាបសួរបងប្អូននៅអ្នកដែលបានមើលទៅលើវីដេអូនេះថ្ងៃនេះមកជួបខ្ញុំទៀតហើយតេតងទៅនឹងលំហាត់ ADN ដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុងលំហាត់ molecule ADN មួយមាននុយក្លេទីតសរុបចំនួន8សំទោចំនួន 3800 ហើយ ADN នេះមាននុយក្លេទីតប្រភេទ adenine និង thymine ស្មើនឹង30%នៃនុយក្លេទីតសរុបសំណួរកគណនាសមាធិភាគរយនៃនុយក្លេទីតប្រភេទនីមួយៗរបស់ ADN សំណួរខគណនានុយទីតប្រភេទនីមួយៗរបស់ ADN ចំពោះសំណួរកគណនាសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ ADN អញ្ចឹងយើងចូលទៅធ្វើការគណនាដោះស្រាយទាំងអស់គ្នាអញ្ចឹងយើងនឹងហៅថាលំហាត់ជីវៈដើម្បីអាចគណនាបានគឺយើងត្រូវតែធ្វើការស្រង់បំរាប់នៅក្នុងលំហាត់នេះដែរគេប្រាប់តម្លៃនុយក្លេទីតសរុបតម្លៃនុយក្លេទីតសរុបគឺយើងតាំងដោយអ៊ំធំគឺស្មើនឹង 3800 ហើយគេប្រាប់នុយក្លេទីតប្រភេទ adenine និង thymine ស្មើ 30% អញ្ចឹងយើងអាចសរសេរបានថា adenine បូកឲ្យ thymine ស្មើនឹង 30% យើងដឹងហើយថាតម្លៃ adenine និងតម្លៃ thymine គឺស្មើគ្នាជានិច្ចអញ្ចឹងយើងអាចសរសេរបានថា a បូក t ស្មើនឹង 2a អញ្ចឹងគេបាន 2a ស្មើនឹង 30% ដើម្បីរកតម្លៃ a គឺយើងបោះ2ឆ្លងសញ្ញាស្មើដោយសារ2គុណនឹង a ពេលបោះឆ្លងសញ្ញាស្មើគឺយើងបាន a ស្មើ 30% ចែកឲ្យ2 30% ចែកឲ្យ2គឺស្មើនឹង 15%អញ្ចឹងនៅក្នុងចំណុចនេះគឺយើងអាចរកតម្លៃភាគរយ a ឃើញដោយសារតែយើងមានរូបមន្តមួយដែល a បូក c នឹងគឺស្មើ 50% គឺរូបមន្តតាមគោលការណ៍បំពេញបាបអញ្ចឹងបើភាគរយ a ស្គាល់បែបនេះយើងអាចរកភាគរយ c ឃើញតាមគោលការណ៍បំពេញបាបអញ្ចឹងយើងទៅសេមកតាមគោលការណ៍បំពេញបាប a ភ្ជាប់ t c ភ្ជាប់ c ដើម្បី a ស្មើ t c ស្មើ c អញ្ចឹងយើងទិញបាន a បូក t បូក c បូក c ស្មើ 100% ដោយសារតម្លៃ a និង t ស្មើគ្នា c និង c ស្មើគ្នាអញ្ចឹងយើងអាចទៅសេបានថា 2a បូក 2t ស្មើសុំត 2a បូក 2c ស្មើឲ្យ 100%អញ្ចឹងយើងទិញរកតម្លៃ a បូក c គឺស្មើ 50% មានន័យថា 100% ចែកឲ្យ2អញ្ចឹងបាន 50ដោយសារតែចំណុចខាងលើគឺយើងស្គាល់តម្លៃ a អញ្ចឹងយើងទាញរកតម្លៃ c ដែលបោះ a ឆ្លងសញ្ញាស្មើបូកបោះឆ្លងសញ្ញាស្មើទៅជាដកអញ្ចឹងយើងបាន c ស្មើ 50% ដក a អញ្ចឹងដោយសារតម្លៃ a ស្មើនឹង 15% យើងជួសជុលមកយើងបាន50ដកឲ្យ15អញ្ចឹងស្មើ 35អញ្ចឹងយើងដូចនេះមកភាគរយ a ស្មើនឹងភាគរយ t ស្មើឲ្យ15ភាគរយ c ស្មើនឹងភាគរយ c ស្មើនឹង35អញ្ចឹងយើងចូលទៅក្នុងចំណុចខមួយទៀតគេឲ្យយើងគណនានុយទីតរាល់ប្រភេទនីមួយៗរបស់ ADN អញ្ចឹងនៅក្នុងចំណុចខាងលើតាមរយៈបំរាប់ហើយនឹងការគណនាឃើញគឺយើងស្គាល់ភាគរយ a យើងស្គាល់ភាគរយ c ហើយយើងស្គាល់តម្លៃ m ដោយសារតែយើងស្គាល់ភាគរយ a ភាគរយ c និងតម្លៃ m យើងអាចរកតម្លៃ a ឃើញតាមសមាមាត្រដែលមានរូបមន្ត a ស្មើភាគរយ a គុណនឹង m លើ100អញ្ចឹងដោយសារតម្លៃភាគរយ a ស្គាល់គឺ15គុណឲ្យ 3800ជាតម្លៃ m ហើយចែកនឹង100មកគឺគេឃើញ570ចំពោះចំណុច c គឺដូចគ្នាដែរគឺស្មើភាគរយ c គុណនឹង m លើ100អញ្ចឹងយើងបាន35គុណឲ្យ3800ចែកនឹង100គឺយើងបាន1330អញ្ចឹងយើងឆ្លើយដូចនេះមកអញ្ចឹងតម្លៃ AT ស្មើ570តម្លៃ CNC ស្មើ1330បញ្ជាក់អូនដោយសារតែតម្លៃ A និងតម្លៃ T ស្មើគ្នាពេលអូនរកតែមួយរក A ឃើញ T រក T ឃើញតម្លៃ A បើយើងរក C ឃើញតម្លៃ C តែពេលឆ្លើយគឺឆ្លើយទាំង4មកវិញណាអូខេយើងចូលចំណុចមួយទៀតគឺអក្សរកគេឲ្យយើងគណនាសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ ADN អញ្ចឹងតាមរយៈសំណួរកនិងខមិញគឺយើងបានរកតម្លៃ a តម្លៃ c ឃើញរួចហើយអញ្ចឹងយើងអាចរកសម្ព័ន្ធអ៊ីដ្រូសែនឃើញតាមរយៈរូបមន្ត l ស្មើពី a បូក 3c អញ្ចឹងយើងជួសតម្លៃចូលមកអញ្ចឹងយើងបាន l ស្មើ2កតាឲ្យ570បូកឲ្យ3កតាឲ្យ1330គណនាទៅគឺយើងឃើញ l ស្មើនឹង5130អញ្ចឹងមិនដែរបងប្អូនពេលដែលបានមើលវីដេអូនេះហើយមានចម្ងល់កន្លែងណាដែរបើសិនជាមានចម្ងល់អូនអាចឆាតសួរតាម Telegram ឬក៏ Messenger របស់អ្នកគ្រូបានអញ្ចឹងបើសិនជាបងអូនធ្វើហើយគឺសូមផ្ទៀងផ្ទាត់ចម្លើយថាត្រូវឬក៏ខុសបើសិនជា
ខុសសូមបងប្អូនកែឡើងវិញនិងពិនិត្យមើលឡើងវិញថាខុសនៅចំណុចណាដែរអញ្ចឹងសូមអរគុណសម្រាប់ការមើលវីដេអូនេះផងដែរ